បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះមកថតទស្សនភាពជាក់ស្ដែងបងប្អូនបាទត្រាក់ទ័រចន្ទឌៀបាទនៅទីស្នាក់ការកដាលបាទនៅផ្លូវជាតិជាប់ផ្លូវជាតិលេខ 6A បងប្អូនបាទនៅក្រុងភ្នំពេញបងប្អូនបាទអញ្ចឹងនៅទីនេះមានត្រាក់ទ័រគ្រប់ស៊េរីគ្រប់ម៉ូដែលបងប្អូនបាទអញ្ចឹងបងប្អូនតែងតែឃើញជាពិសេសគឺម៉ូដែល 5E បងប្អូនបាទម៉ូដែល 5E មាន50 55E បាទ50 65E 50 75E និង50 90E បងប្អូនបាទអញ្ចឹងនៅទីនេះបងប្អូនមានត្រាក់ទ័រគ្រប់ស៊េរីគ្រប់ម៉ូដែលបងប្អូនបាទអញ្ចឹងគ្រាន់តែបង្ហាញអំពីត្រាក់ទ័រចន្ទឌៀបាទដែលមាននៅក្នុងស្រុកបងប្អូនបាទអញ្ចឹងត្រាក់ទ័រចន្ទឌៀដែលយើងលក់នៅក្នុងស្រុកខ្មែរបាទកម្លាំងសេះចាប់ពី28សេះរហូតដល់410សេះបងប្អូនបាទអញ្ចឹងអានេះគឺជាត្រាក់ទ័រប្រភេទ 5E ណាបងប្អូនបាទម៉ូដែល50 55E ដែលមានកម្លាំងសេះ55សេះបងប្អូនបាទអញ្ចឹងចង់បញ្ជាក់តិចបងប្អូនបើសិនជាម៉ូដែល50 55E បាទអញ្ចឹងបញ្ជាក់ថាម៉ូដែលត្រាក់ទ័រហ្នឹងគឺមានកម្លាំងសេះ55សេះចំណែកឯ50 65E ម៉ូដែលត្រាក់ទ័រហ្នឹងគឺមានកម្លាំងសេះ65សេះចំណែកឯម៉ូដែល50 75E នេះគឺត្រាក់ទ័រម៉ូដែលហ្នឹងមានកម្លាំងសេះ75សេះបងប្អូនបាទអញ្ចឹងតាក់ទងជាមួយប្រភេទ 5E គឺយើងមើលទៅលើលេខទីតុកចុងក្រោយបាទអត់ប្របាទទេបងប្អូនបាទតាក់ទងមួយកម្លាំងសេះបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទបើសិនជាបងប្អូនចង់ដឹងព័ត៌មានអំពីត្រាក់ទ័រចន្ទឌៀក៏ដូចជាលក្ខណៈសម្បត្តិបាទរបស់ត្រាក់ទ័រចន្ទឌៀបងប្អូនអាចខមមិនខាងក្រោមវីដេអូបានណាបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបាទជម្រាបលាបងប្អូន